បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំនឹងធ្វើការថតការចុះរបស់យន្តហោះមួយដែលមានដូចជាគេហៅកន្លែងនេះគឺហៅ Air Asia Cambodia ដែលជាយន្តហោះដែលចុះនៅក្នុងពលានគេហៅDaejeon International Airport ហើយនេះគឺជាយន្តហោះដែលល្បីដែលពេញនិយមហើយដែលមនុស្សក្នុងការធ្វើដំណើរច្រើនគឺគេហៅថា Emirates ដែលជាយន្តហោះមកពីប្រទេសអារ៉ាប៊ីសាអូឌីតបាទនេះគឺជាយន្តហោះដែលធំជាងគេទាំងអស់បានដែលចុះនៅក្នុងពលាន Daejeon International ហើយយើងឃើញថាគឺរូបរាងស្អាតណាស់ហើយបន្ទាប់ពីនេះមកគឺយើងមានយន្តហោះមួយទៀតដែលជាយន្តហោះដៃគូដែរគេហៅថាការថៃ Pacific ដែលជា branding មកពីគេហៅថាប្រទេសហុងកុងបាទហុងកុងការថៃ Pacific បាទបើយើងមើលទៅរូបរាងវាទៅគឺស្អាតមែនទែនបាទស្អាតណាស់ស្អាតមែនទែនហើយសំនឹងសំឡេងរបស់ផងវាហើយនឹងរូបរាងរបស់វាផងដែរបាទឥឡូវកំពុងតែបាញ់ផ្សែងហើយចុះដល់ដីជាសម្រេចហើយក៏មានក្នុងនោះក៏មានប៉ូលីសឈរបើកឡានយាមកាមដែរខ្លាចអ្នកដែលមើលនឹងគាត់មានធ្វើអីបញ្ហាដល់យន្តហោះគេអញ្ចឹងណាហើយអញ្ចឹងគេតែងតែមានការប្រុងប្រយ័ត្នហើយកន្លែង running way របស់វានឹងឯងគឺមនុស្សជាច្រើនកំពុងតែមើលវាអំពីរបៀបដែលវាត្រូវចុះហើយក៏ជារបៀបដែលវាត្រូវឡើងដែរអញ្ចឹងអាផ្លូវក្រហមខាងស្ដាំដៃនេះជាកន្លែងដែលមនុស្សអាចឈរមើលបានតែនេះគឺពេលល្ងាចហើយពេលរាត្រីហើយមនុស្សគឺមិនទៅណាទេគឺចង់មើលទាំងឡើងហើយទាំងចុះអញ្ចឹងគឺចង់មើលឃើញទាំងអស់គ្នាដោយសារនេះជាសមិទ្ធផលថ្មីមួយរបស់ប្រទេសកម្ពុជាហើយជាពិសេសយើងឃើញកាតាជាក្រុមហ៊ុនយន្តហោះដែលធំហើយតែងតែធ្វើដំណើរមកពលានចាស់ក៏ដូចជាពលានថ្មីនេះតែតែមានវត្តមានរបស់វាជានិច្ចឥឡូវនេះវាកំពុងតែហោះរៀបចេញនឹងហោះឡើងតែវាទៅអង្គចាំមួយទៀតដែលត្រូវមកដល់អញ្ចឹងឲ្យអានោះ landing សិនហើយបានវាហោះឡើងបានបើមិនអញ្ចឹងទេទៅកិច្ចគ្នាកាយវាធ្វើថ្នាក់ចរាចរណ៍ផ្លូវអាកាសហ្នឹងអញ្ចឹងវាត្រូវចាំធ្វើម៉េចឲ្យមួយទៀតដែលកំពុងតែ landing ហ្នឹងឲ្យវាចុះសិនដូចវាមិនខុសគ្នាជាមួយនឹងការធ្វើដំណើរទេដែលយើងបើកឡានអញ្ចឹងយើងបើកឡានកាលណាដែលផ្លូវគេចុះហើយនឹងផ្លូវគេឡើងគឺយើងត្រូវផ្ដល់អត្ថភាពឲ្យទៅគេអញ្ចឹងណាហើយអញ្ចឹងយើងឡើងបាទនេះចុះសិនបាទដូចជាបាំងកក់អាវិញខ្ញុំអត់ច្បាស់ប៉ុន្តែវាចុះហើយបានការថៃហ្នឹងវាត្រូវឡើងទៅម្ដងអូមែនទេកាតាហ្នឹងត្រូវឡើងទៅម្ដងអញ្ចឹងដែលវាចុះផុតហើយយើងឃើញរូបរាងដ៏ធំសម្បើមរបស់កាតាចាប់ផ្ដើមបង្វិលក្បាលចូលនៅក្នុង runway របស់ពលានហើយយើងឃើញថាសំឡេងសន្ធឹករបស់ផងវានឹងក៏លន់លឺផងដែរហើយវាប្រាប់ថាបន្តិចទៀតវានឹងធ្វើដំណើរហោះឡើងហើយយើងឃើញថាទិដ្ឋភាពពេលយប់គឺមើលស្អាតមែនទែនលើមចម្រុះពណ៌ហើយបូករួមជាមួយនឹងសោភ័ណភាពពលានថ្មីបាទនេះវាកំពុងតែចាប់ផ្ដើមបង្កើនសម្លេងហើយចេញទៅហើយបាទហើយឃើញថាខ្លាំងមែនទែនសម្លេងនេះហើយលឿនបាទនេះគឺជាដំណើរការចុះហើយនឹងការឡើងរបស់យន្តហោះក្រុមហ៊ុនយន្តហោះទាំងអស់នៅក្នុងប្រើប្រាស់ពលានថ្មីនេះអញ្ចឹងយើងឃើញថាទិដ្ឋភាពនៅពេលយប់គឺស្អាតជាងហើយនេះគឺជា Air Asia ដែលនឹងធ្វើការហោះឡើងដូចគ្នាហើយយើងឃើញថាស្អាតមែនទែនចម្រុះពណ៌ភ្លឺហើយជាពិសេសបូករួមជាមួយនឹងតួខ្លួនរបស់យន្តហោះពណ៌ក្រហមសនឹងទៅដាក់ Air Asia អញ្ចឹងទៅគឺវាស្អាតហើយ
ជាមួយនឹងភ្លើងពណ៌របស់ពលានថ្មីយើងអញ្ចឹងបើលោកអ្នកបងប្អូនគ្រប់គ្រងនៃការថតយន្តហោះនេះសូមជួយចុច like ហើយនិង share ហើយនិង comment មកដើម្បីយើងនឹងថតឲ្យបានល្អជាងនេះបន្ថែមទៀតហើយយើងនឹងព្យាយាមរកទីតាំងកន្លែងណាដែលយើងធ្វើឲ្យយើងថតយន្តហោះបានស្អាតបន្ថែមទៀតដែរដោយសារនៅកន្លែងដែលយើងកំពុងតែឈរនេះគឺជាតំបន់ដែលគេមិនទាន់អនុញ្ញាតឲ្យយើងថតនៅឡើយទេតែយើងនឹងព្យាយាមផ្ដិតយករូបភាពដែលល្អហើយធ្វើឲ្យមានការតាក់ភ្នែកទៅដល់អ្នកមើលទាំងអស់គ្នាផងដែរអញ្ចឹងយើងឃើញថាវាចាប់ផ្ដើមរួចរាល់ហើយឥឡូវចាប់ផ្ដើមបាញ់ផ្សែងហោះឡើងហើយបាទហើយអញ្ចឹងនេះគឺជាដំណើរគេហៅចេញទៅពេលយប់របស់ AirAsia.com ហើយនៅចុងក្រោយនេះយើងឃើញថាមានយន្តហោះប្រភេទមួយទៀតដែលគេហៅ Pacific បាទយើងមិញកាត់ថា Pacific ហ្នឹងដែលនឹងហោះទៅហុងកុងឬចិនវិញហើយយើងមើលទស្សនវិជ្ជានៅកន្លែងនេះហេតុអីបានគេសង់វាចាប់តាមទឹកនៅជាមួយវា landing ចុះច្រើនណាស់ពីទីជាមធ្យោបាយមួយក្នុងការសម្រាប់ការនិយាយតាមចូលនៅតាមការយកឃើញមកនេះទៅដល់ land វា ត្រូវចាំជួយយកហើយយើងបានចំណាំមានបញ្ហាខុសកន្លងខាងលេហ្នឹងដើម្បីសុវត្ថិភាពគឺអាចទៅលាក់ខ្លួននៅក្នុងទឹកនឹងបានដោយសារទឹកនេះវាវែងដែរយើងមើលពីចម្ងាយកម្មជាតិអញ្ចឹងវាអាចជួយកាត់បន្ថយនៃការយើងគេថាវាចំណាំរបស់ចំវារាល់ហើយវាទៅមួយអាហ្នឹងមើលយើងមើលតាមមធ្យោបាយដែលគេធ្វើហ្នឹងអញ្ចឹងខ្ញុំគិតថាវាជាមធ្យោបាយរំដោះសុវត្ថិភាពសម្រាប់អ្នកដំណើរប៉ុន្តែអត់ដឹងថាយ៉ាងម៉េចទេតែលោកអ្នកបងប្អូនណាដឹងជួយប្រាប់ផងព្រោះនេះថ្មីដែរយើងចាប់ដើមទៅដល់នេះយើងចេះបានសន្ធឹកហើយបាទសន្ធឹកចេញហើយដល់សារតែបាទនេះគឺជា channel របស់យើងឈ្មោះ landing នេះឆ្ងាយពេក landing បាទនេះគឺជាសំតុកនេះគឺជាយុគជើងចុងក្រោយពេលយប់ពេលយើងគិតថាយប់ហើយយើងត្រូវទៅមកផ្ទះវិញអញ្ចឹងយើងប្រហែលជាអាចជា Cambodia ខ្ញុំអត់ច្បាស់ដែលវាត្រូវចុះមកបាទនៅយប់ចុងក្រោយហើយយើងឃើញថារូបរាងក៏ស្អាតដូចគ្នាដែរហើយសំឡេងក៏ល្អហើយជាមួយនឹងពលានថ្មីទៀតវាសំគ្នាមែនតើបាទយើងមើលតាមរូបរាងបែបនេះហើយនឹងឲ្យអរគុណច្រើនសម្រាប់ការទស្សនាហើយនឹងការជួយគ្រប់គ្រងកន្លងមកហើយយើងនឹងព្យាយាមបដិបយករូបភាពផ្នែកបន្តទៀតយើងជាពិសេសយើងនឹងចង់យកពេលថ្ងៃដែរបាទ landing